សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូមួយនេះខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបនៃការលេងជាមួយกับការផ្លាស់ប្ដូរនៅ font style បាទ font ខ្មែរនៅ browser អញ្ចឹងជាដំបូងលោកអ្នកត្រូវមាននៅពុម្ពអក្សរដែលលោកអ្នកចង់ផ្លាស់ប្ដូរនោះសិនបាទប្រសិនបើលោកអ្នកមិនមាននៅពុម្ពអក្សរនោះទេអញ្ចឹងលោកអ្នកអាចចូលមកកាន់នៅក្នុង website នេះបាន website មួយនេះគឺនៅក្នុងនេះបានហើយបន្ទាប់មកគឺយើងវា scroll វាចុះមកក្រោមមកនៅក្នុងនេះគឺវាមាននៅពុម្ពអក្សរនៅក្នុងនេះគឺវាមានពុម្ពអក្សរច្រើនដែលលោកអ្នកពេញចិត្តអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំសូមជ្រើសរើសយកពុម្ពអក្សរខ្មែរមួយនេះបាទដែលខ្ញុំស្រឡាញ់ចំពោះលោកអ្នកអាចទាញយកនៅគ្រប់ពុម្ពបានតែទាំងអស់បានប្រសិនបើលោកអ្នកស្រឡាញ់ជាដំបូងគឺយើងគ្រាន់តែចុចនៅលើវាប្រសិនបើលោកអ្នកស្រឡាញ់នៅពុម្ពអក្សរអាចធ្វើការទាញយកវាបានយើងគ្រាន់តែចុចនៅលើវាបន្ទាប់មកយើងមើលមកនៅចំហៀងខាងនេះគឺវាមានពាក្យឲ្យយើង download បាទបន្ទាប់មកគឺយើងចុចនៅលើពាក្យ download នឹងហើយសូមចាំវាបន្តិចបន្ទាប់មកគឺវាលោកឲ្យយើងSEOយើងចុច OK បាទឥឡូវយើងបាននៅ font ខ្មែរដែលយើងបាន download នេះមកហើយអញ្ចឹងយើងធ្វើការដំឡើងវាជាមុនសិនដើម្បីធ្វើការផ្លាស់ប្ដូរយើងចុច mouse ស្ដាំលើវាមកយកពាក្យថា install ដោយសារនេះខ្ញុំបានដំឡើងហើយមួយសារតែអីទេខ្ញុំអាចដំឡើងវាម្ដងទៀតបានយកពាក្យថា yes បាទបន្ទាប់មកគឺយើងចាប់ផ្ដើមធ្វើការអនុវត្តផ្លាស់ប្ដូរនៅពុម្ពអក្សរខ្មែរនេះដូចជានេះគឺជាពុម្ពដើមដែលខ្ញុំបានដាក់ពីមុនបាទពុម្ពនេះគឺខ្ញុំបានផ្លាស់ប្ដូរវាម្ដងហើយគឺពុម្ពអក្សរនេះគឺវាមានភាពស្រស់ស្អាតដែរតែដោយសារនេះគឺខ្ញុំចង់ផ្លាស់ប្ដូរវាជាពុម្ពទៅជាពុម្ពអក្សរផ្សេងមួយទៀតដើម្បីឲ្យវាមានភាពស្រស់ស្អាតជាងហ្នឹងគឺយើងត្រូវចូលមកកាន់នៅកន្លែងនេះសិនបាទចូលមកកាន់ setting របស់ Firefox សិនមកបន្ទាប់មកយកពាក្យថា option បាទបន្ទាប់មកយើងយកពាក្យថា content បាទចុចលើពាក្យ content ហ្នឹងហើយបន្ទាប់មកគឺយើងនៅកន្លែងនេះគឺវាមានដាក់ថា font and color default font នេះគឺកន្លែងនេះគឺដោយសារខ្ញុំធ្លាប់បានលេងវាម្ដងអញ្ចឹងហើយគឺវាមានពាក្យថា KA freehand តែម្ដងដោយសារខ្ញុំធ្លាប់បានដាក់តាំងនៅ font ដែលខ្ញុំបានលេងនេះបាទ font ខ្មែរហ្នឹងវាមានឈ្មោះដែលខ្ញុំបានដាក់នេះដូចហ្នឹងអញ្ចឹងគឺយើងចូលមកកន្លែង advanced បន្ទាប់មកគឺយើងធ្វើការដូរបាទដូរនៅ font ដែលយើងបាន install ឡើងមិញគឺវាឈ្មោះវាគឺយើង download មកនេះគឺមានឈ្មោះថាខ្មែរ OS Freehand បាទអញ្ចឹងខ្មែរ Freehand នេះគឺយើងអាចដូរវានៅក្នុងនេះមកបាទចូលពាក្យថាខ្មែរ OS Freehand យើងអូសចុះមកក្រោមមកបាទនេះគឺអូនេះគឺ KA Freehand ទេ sorry បាទសំទោសគឺយើងអូវាចុះមកក្រោមមកបាទគឺមួយនេះបាទគឺខ្មែរ OS Freehand បាទចុចលើវាមកបន្ទាប់មកគឺយើងយកមួយជ្រើសរើសយកមួយទៀតហើយអូសវាចុះមកក្រោមរកមើលឈ្មោះដូចគ្នាមួយនេះគឺខ្មែរ OS Freehand បាទដូចគ្នាហើយនឹងដាក់ដូចគ្នាទាំង3ហ្នឹងអូខេឥឡូវយើងបានដាក់នៅដូចគ្នាទាំង3ឈ្មោះពុំឈ្មោះនៅពុំអក្សរដូចគ្នាទាំង3ហើយបន្ទាប់មកចុចលើពាក្យ OK បន្ទាប់មកយើងបិទវាវិញមើលយើងសាកបើកវាម្ដងទៀតមើលតើវាបានដំណើរការហើយឬនៅអញ្ចឹងខ្ញុំសាកបើកវាម្ដងទៀតបាទឥឡូវវាបានបដូរនៅពុំអក្សរមួយប្រភេទទៀតហើយដែលខ្ញុំបានផ្លាស់ប្ដូរមកនេះបាទវាបានផ្លាស់ប្ដូរនៅពុម្ពអក្សរខ្មែរមួយប្រភេទតែតំណងជាស្រស់ស្អាតតែខ្ញុំស្រឡាញ់នៅពុម្ពអក្សរមួយនេះអញ្ចឹងប្រសិនបើលោកអ្នកចង់ផ្លាស់ប្ដូរនៅពុម្ពអក្សរទាំងអស់នៅលើbrowser នៅលើកម្មវិធី Firefox ឬមួយក៏ Chrome គឺការផ្លាស់ប្ដូរនេះគឺវាស្រដៀងគ្នាទេអត់មានការខុសគ្នាទេអញ្ចឹងយើងអាចធ្វើការអនុវត្តនៅតាមវីដេអូដែលខ្ញុំបានបង្ហាញនេះបានអរគុណសម្រាប់ការទស្សនានៅវីដេអូមួយនេះ